你知道柬埔寨水果的名字吗？那肯定是瓜什么来车买营啊 ？Hello， 同事们好，欢迎来到今天视频，这是第3，我们说柬埔寨水果 ，OK？ 对，我觉得你们非常喜欢的。今天我能跟你们一起的分享什么的课文，有什么的生词，然后这是非常好的语法，在我分享你们的课文是有什么的。OK， 所以今天我哋落វិញមកកាន់វីដេអូទី3ថ្ងៃនេះ老师能លើកយក柬埔寨水果，柬埔寨水果，你喜欢吃水果吗？你喜欢吃水果吗？OK， 这个卷是翻译什么？大家就这样拍车啊？你知道柬埔寨水果的名字吗？那肯定是光ឈ្មោះផ្លែឈើខ្មែរយើងអត់តែអូខេឥឡូវមកខាប់ពេលច្រើន老师នឹងទៅតែម្ដងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកផ្លែឈើច្រើនដែលជាភាសាចិនតែយើងនឹងមានខ្លះអញ្ចឹងចាំមើលដល់គ្នានៅក្នុងវីដេអូនេះរហូតដល់ចប់អូខេនេះគឺជាអត្ថបទខ្លីមួយដែល老师ដាក់ជូនដល់គ្នាហើយអ្នកគ្នាអាចមើលបានពីរាល់ដងអូខេអញ្ចឹងចំណងជើងធំនេះដាក់ថា柬埔寨水果柬埔寨水果យើងបកទូទៅរបស់យើង柬埔寨នេះគឺកម្ពុជា水果នេះគឺផ្លែឈើខ្មែរយើងណាចឹងមានខ្លះ柬埔寨水果柬埔寨水果对ចឹង老师អាន课文ហ្មងទៅចឹងក្នុងនេះគឺមានពាក្យរបស់វាសឹង词របស់យើងទី1គឺពាក្យ水果គឺផ្លែឈើ新鲜ស្រស់芒果គឺផ្លែគេផ្លែស្វាយ对榴莲了以后又第二声榴莲គឺ durian ផ្លែ turin 香蕉គឺផ្លែចេកអូខេ木瓜មដល់ស្រោមូទីរងមូ瓜ហ្នឹងគឺផ្លែល្ហុងហើយនឹងមួយទៀតគឺ菠ឡគឺផ្លែម្នាស់知道我说吗大家មើលដល់គ្នាណា柬埔寨有的很多美味的水果好吃的水果ក៏បានអ្នកគ្នាប្រើពាក្យ美味的水果ក៏បានដែរ美味នេះមានថាឆ្ងាញ់ណាចឹងថា柬埔寨有的很多美味的水果គូ老师អានបដៅបកប្រែបដៅណាអញ្ចឹងសូមព្យាយាម take note ទុកក្នុងសៀវភៅទៅហើយបើមានសំណួរកន្លែងណាមួយដែលអត់ទាន់សូម comment នៅក្នុងវីដេអូខាងក្រោមហើយកុំភ្លេច subscribe សម្រាប់អ្នកមិនទាន់ subscribe អូខេហើយគូសង្ឃឹមថាវីដេអូដែលគូបាន share ឬក៏ចែករំលែកនៅក្នុង posted នៅក្នុង YouTube channel ឬក៏ Facebook page អញ្ចឹងលោកស៊ូគាត់ថាវានឹងជួយអ្នកគ្នាច្រើននៅក្នុងការរៀនឬក៏យល់ដឹងពីភាសាចិនបានច្រើនហ្នឹងហើយមួយនៅក្នុងចំណុចហ្នឹងណាអូខេពូតែអូខេអញ្ចឹងកន្លែងនេះគឺ柬埔寨有的很多美味的水果ប្រទេសខ្មែរកម្ពុជាអញ្ចឹងណាមានអីគេមានផ្លែឈើដែលឆ្ងាញ់ជាច្រើនលោកស៊ឺគាត់ថាអ្នកគ្នាប្រហែលជាច្បាស់ grammar បើទៅព្រោះភាសាអង់គ្លេសចូលចិត្តរៀន grammar ឬក៏របៀបម៉េចពាក្យហិនហ្នឹងគឺណាស់ណាជា adverb ហើយអូខេតួ对这个很多ណាតួហ្នឹងគឺជា adjective យកមកប្រើប្រាស់វាណាអញ្ចឹងធម្មតាក្នុងភាសាចិនបើសិនជាយើងយកមកនិយាយឧទាហរណ៍ថា很多很漂亮很美丽很帅其实我们都可以说的中文是的很就是副词这个中文说的副词这个ភាសាចិនគេហៅថា副词ដល់គ្នាអាចយល់បានណាអូខេកន្លែងហ្នឹងមានប៉ុណ្ណឹងអញ្ចឹងអាចយកមកនិយាយ柬埔寨有的很多美味的水果一年都可以吃得到新鲜水果一年ក្នុងមួយឆ្នាំពេញណាមួយឆ្នាំហ្នឹងគឺសិតតែអាចញ៉ាំ吃到ញ៉ាំអាហ្នឹងជាជួយកពូយនៅក្នុងភាសាចិនចាំពេលក្រោយចាំលោកស៊ឺបរៀនបន្ថែមទៀតខើយហ្នឹងគឺបកថាអាចតោហ្នឹងគឺសុទ្ធតែហ្នឹងឯងក្នុងមួយឆ្នាំហ្នឹងគឺសុទ្ធតែអាចញ៉ាំផ្លែឈើដែរស្រស់ហ្នឹងហើយធម្មតា对柬埔寨有很多水果OK对这个常见的水果的有芒果榴莲香蕉木瓜和菠萝对不对吧អ្នកគ្នាតែងតែផ្លែឈើដែលអ្នកគ្នាតែងតែជួបហ្នឹងឬក៏តែងតែឃើញណាអញ្ចឹងការបកប្រែបកពីក្រោយវាទៅ这个常见的水果អញ្ចឹងបកមកយើងបកថា
ផ្លែឈើដែលតែងតែឃើញញឹកញាប់ហ្នឹងមាននេះខ្លះមានដូចជាម៉ាំងហ្គា榴莲香蕉木瓜ហើយនឹង菠萝អូខេអាហ្នឹងអ្នកគ្នាឃើញណាពិសេសគឺខែហ្នឹងគឺសម្បូរមែនតើគឺម៉ាំងហ្គា对不对吧是芒果ក្នុងភាសាអង់គ្លេស mango ហ្នឹងក្នុងភាសាចិនម៉ាំងហ្គាស្រៀងសសអសវាមានជ្រៅជើផាងខាងលើណាហ្នឹងហើយអញ្ចឹងបងប្អូនគ្នាសបចេះសរសេរអសម៉ាំងរវល់អ្នកគ្នាក៏មើលអសហ្នឹងក៏ស្រៀងគ្នាដែរវាមិនសូវបាក់បានទេអញ្ចឹងរៀនចាំវាណារៀនសរសេរវាទៅបើសើបានបរៀនសរសេរបន្ថែមពីលើហ្នឹងទេប៉ុន្តែអ្នកគ្នាយកទៅរៀនមើលបន្ថែមណាបើសិនជាចង់ច្បាស់វាបន្ថែមទៀតអូខេតាឥឡូវ老师按了为啥ទៀតកន្លែងហ្នឹង柬埔寨有的很多美味的水果一年都可以吃到新鲜水果常见的水果有芒果榴莲香蕉木瓜和菠萝对តាចឹងមានប៉ុណ្ណឹងចឹងព្យាយាមអានឡើងវិញដែរណាឥឡូវមានផ្លែឈើមួយចំនួនដែលសើឲ្យមើលទីមួយគឺ芒果មើលដាក់ស្រអាងម៉ាំងទៀតចឹង芒果水果បកថាផ្លែឈើដល់ពាក្យម៉ាំងហ្គាគឺផ្លែស្វាយ榴莲ស្រៀងពាក្យ榴学生ខំវាមានមូសើផានៅខាងមុខណាចឹងអ្នកគ្នាមើលធម្មតាតាមហ្នឹងទៅ榴莲 OK 就是这张照片是我爸爸的榴莲在蒙多吉里这个很好的 OK 对这个香蕉你可以香蕉这香蕉这个香蕉ចាំងសាំងបោះថាក្រអូបសាំងសោបោះថាផ្លែចេក老师បានប្រាប់ថាចេកដំបងចេកពមន់ចេកណាំវាយចឹងថាម៉េចទេប៉ុន្តែគ្រាន់តែ我现在的分享你们的生词就是香蕉这个卷里的翻译是 J អញ្ចឹងគ្រាន់តែយល់ប៉ុណ្្នឹងសិនណាប៉ុន្តែរឿងអត់បន្ថែមទៀតចាំយើងបន្ថែមនៅក្រោយព្រោះធម្មតាសូអានឹងចេកអីអានឹងគេបែងចែកប្រភេទខុសៗគ្នាទៀតហើយក្នុងភាសាចិនក៏និយាយខុសគ្នាដែរអូខេតា对有问题吗អត់សំណួរណាអ្នកគ្នាច្បាស់ណាមានសំណួរសួរណាហើយមើលចប់មើលចប់ហើយទិញกระดาษមកសរសេរបានចាំបើមិនចឹងចាំទេមើលវីដេអូចប់ប៉ុន្តែអត់ចាំហើយក៏អាចប្រើកាដែរអូខេឥឡូវទៅមើលតទៀតអានេះគឺមូគួផ្លែល្ហុងបើអ្នកគ្នាសរសេរពាក្យស៊ីគួបកមកថាផ្លែ watermelon ណាគឺផ្លែអាឡឹកអញ្ចឹងក្នុងភាសាចិនស្រៀងគ្នាពាក្យគួដូចគ្នានឹងមូគួ对ដល់ពាក្យពល័គឺផ្លែបណ្ដោះលោកសឿចង់ដាក់ពាក្យច្រើននេះតែប៉ុន្តែផ្លែឈើម៉ាកាណូភៀងគួផ្លែប៉ោមផ្លែអីម៉ាកាណូណាក៏ប៉ុន្តែលោកសឿឲ្យពាក្យប៉ុណ្្នឹងចាស់ព្រោះលោកពិបាកចាំអញ្ចឹងសង្ឃឹមថាអ្នកគ្នាមើលហើយនឹងអាចយល់បានច្រើននៅក្នុងចំណុចហ្នឹងអូខេទៅបន្តទៀតចូលអត្ថបទបន្តទៀតរបស់យើងណាអញ្ចឹងមិញជាអត្ថបទខាងមុខឥឡូវខាងក្រោយបន្តទៀតអញ្ចឹងរៀងច្រើនតិចដែរ对柬埔寨的水果有天肉多着គេថាម៉េចគេថាផ្លែឈើខ្មែរយើងណាគឺយក什么យកនេះគឺជាវិជ្ជករដែរក្នុងភាសាចិនណាផ្អែមហើយវាមានលក្ខណៈវាស្រស់គេហៅថា juicy វាដាក់មកវាមានជាតិទឹកនៅក្នុងហ្នឹងឆ្ងាញ់ណាវាអត់ខ្សោះយល់ទេអញ្ចឹងក្នុងភាសាចិនគេហៅថា肉多着អាចចឹងដាក់នៅខាងក្រោយដូចជាដល់គ្នាថាទឹកផ្លែប៉ោមអីគេទៅភៀងគួរទៅអញ្ចឹងណាអាហ្នឹងយកមកប្រើវាទូទៅធម្មតាផ្លែគេមិញផ្លែម្នាស់ហើយហ្នឹងអញ្ចឹងក្នុងភាសាចិនមិញពល័ទៅចឹងមកឆាំងចៅទៅអញ្ចឹងទៅផ្លែល្ហុងមូគួរទៅអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺប្រើពាក្យទៅខាងចុងហ្នឹងណាអញ្ចឹងមើលថាផ្អែមហើយវាមានជាតិទឹក soft វា juicy នៅក្នុងហ្នឹងទៀតអញ្ចឹងនិយាយភាសាចិនគេប្រើពាក្យថា肉多着非常受人们欢迎非常ក្រៃលែងណាចឹងនិយាយភាសាចិន非常受人们欢迎ថាទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាណាមានអ្នកគ្រប់គ្នាសិតតែចូលចិត្តវាផ្លែឈើខ្មែរយើងណា对ចឹង受什么欢迎ទៅទេបងមកថាស្វាគមន៍ប៉ុន្តែបើ受នោះគឺទទួលការស្វាគមន៍មិនមែនទេទទួលការពេញនិយមពីមនុស្សគ្រប់គ្នាក្នុងចំណោមមនុស្សគ្រប់គ្នាមនុស្សទូទៅលោកសឿមិនសងឲ្យវាអ្នកគ្នាបកប្រែច្រើនទេចង់ឲ្យយល់ច្រើនជាងអូខេហើយអ្នកដែលអាចមើលវីដេអូនេះយល់គឺក្នុងកម្រិតអាចថារៀនភាសាចិន 4-5 ខែអីដែរល្បាក់បាក់ហ្នឹងប៉ុន្តែបើរៀនថ្មីបងប្រហែលមើលយល់ទេព្រោះនេះកម្រិតឈូជីក៏ប៉ុន្តែសម្រាប់អ្នកដែលរៀនភាសាចិន
สกอร์เปียสกอร์อะไรคล้ายOK 来问到店那就买不到店这个很多人喜欢在市场买水果很多人喜欢这个很多人都喜欢在市场买水果các bạn都可以说中文 OK bây giờ mấy nu chỉ chọn cứ cho chật tình phải chơi nơi xã đấy cứ tí cái lấy nhá nó phải sai chân cứ cái đạn nơi cái lấy ná喜欢在市场买水果当然vì thời đại là bị mục kể sắp không cả pra nên là class số thà chỗ老师可以别喜欢呢那个đấy đã能目为班的啥喜欢呢这个很多人喜欢什么在市场买水果 OK 听懂吗หรือก็ai vậy tha 在市场喜欢买水果các bạn呢ไปหาไปก่อนนี่ via like real 传经是口语对这个也喜欢把水果做成是果子对cái này cái tham mấy cái tha hai có cho chất vô apply chơi nữa vô được phơi chữ tập apply chơi hoặc者如果cái 甜点那个bằng em 这个甜点是等年嘛可能有的把呢或者tập lại chơi 甜点个 em 有没有嘛 OK 水果不仅好吃อันนี้为这个mình trầm tái nè lại chơi mình trầm tái ngay nhẹ chữ hai time tiếng chữ 对身体很有帮助 time tiếngជួយខ្លាំងមែនទែនឬក៏មានអត្ថប្រយោជន៍ខ្លាំងមែនទែនចំពោះសុខភាពអញ្ចឹង身体健康ក៏សុខភាព身体នឹងក៏បសុខភាព健康ក៏សុខភាពអញ្ចឹងមួយណាក៏បានដែរគ្រាន់តែsưប្រាប់ឲ្យយល់ទេអញ្ចឹងពួកនេះប្រើមិនក៏បាននៅក្នុងការប្រើប្រាស់ភាសាចិនម្ដងគ្នាតនេះកន្លែងហ្នឹងអញ្ចឹងមេរៀននេះ老师មានប៉ុណ្ណឹងអញ្ចឹង老师អានឡើងវិញភាសាទៀតចា柬埔寨的水果又甜又多汁非常受人们欢迎很多人喜欢在市场买水果，也喜欢把水果做成果子或者甜点。水果不仅好吃，而且对身体健康很有帮助。OK， 会少的吗？OK， 练习，对不对吗？这个今天的生词很多了，是什么？play 2他们是芒果，对不对吗 ？play J。香蕉 OK 香蕉芒果ấy tiết luật sư phân享nào nữa miền khác play là không sao chân thầm ấy就是mũ quả play cái mình nó mình sao chân thầm ấy菠萝 OK 这 play 的人榴莲很多柬埔寨人都喜欢吃榴莲 OK 但是榴莲的价格很贵OK ជួយជាតិខ្មែរច្រើនគឺចូលចិត្តញ៉ាំ durian គឺ durian ក៏ប៉ុន្តែវាថ្លៃ OK 这是很贵对不对是中文说很贵 OK សម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងហើយសម្រាប់អ្នកមិនទាន់ subscribe សូម subscribe នៅក្នុងវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយសុទ្ធសឹងតែជាវីដេអូដែលជួយអ្នកគ្នាចេះភាសាចិនបានច្រើនតែចាំថាអ្នករៀនភាសាចិនច្រើនក៏ប៉ុន្តែអ្នកប្រើប្រាស់ភាសាចិនច្បាស់ហើយចេះគ្រប់ភាសា standard 标准អត់មានច្រើនទេអញ្ចឹងបើចង់ចេះតែចំណាយពេលខិតខំព្យាយាមធ្វើវាស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើហើយធ្វើអ្វីដែលខ្លួនស្រឡាញ់ជួបគ្នានៅវីដេអូក្រោយដែលគ្រូនឹងលើកយកមេរៀនសំខាន់ៗនៅក្នុងភាសាចិនអូខេអរគុណ谢谢拜拜再见